តាអ្នកដឹងទេថាខួរក្បាលរបស់យើងងាយនឹងចាញ់បោកគេបំផុតនៅពេលដែលរឿងនោះត្រូវបាននិយាយដដែលៗតាអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជារឿងខ្លះអ្នកដឹងច្បាស់ថាវាមិនពិតប៉ុន្តែនៅពេលអ្នកឮគេនិយាយវារាល់ថ្ងៃច្រើនដងទៅស្រាប់តែក្នុងចិត្តរបស់អ្នកចាប់ផ្ដើមរីរ៉ាយហើយចុងក្រោយក៏ជឿថាវាជាការពិតតើគេប្រើល្បិចនេះដោយរបៀបណាហើយតើអ្នកអាចការពារខ្លួនឯងមិនឲ្យខ្លាចជាចំណាប់ខ្ញាំងនៃពាក្យគូតផលដដែលៗទាំងនោះបានដោយវិធីណាថ្ងៃនេះខ្ញុំនឹងបកស្រាយរឿងនេះឲ្យផ្អើលខួរក្បាលតែម្ដងយុទ្ធសាស្ត្រចិត្តវិទ្យាមួយដែលគេប្រើតាំងពីក្នុងវិស័យនយោបាយការផ្សាយពាណិជ្ជកម្មរហូតដល់ការរស់នៅប្រចាំថ្ងៃការបកស្រាយតាមបែបចិត្តវិទ្យាក្នុងចិត្តវិទ្យាបាតុភូតនេះហៅថា illusory truth effect ខួរក្បាលរបស់យើងចូលចិត្តភាពងាយស្រួលនៅពេលយើងឮព័ត៌មានអ្វីមួយដដែលខួរក្បាលរបស់យើងចំណាយកម្លាំងតិចក្នុងការចងចាំនិងយល់ពីវាភាពស៊ូមនាំឲ្យមានទំនុកចិត្តអ្វីដែលយើងឮញឹកញាប់វាបង្កើតជាភាពស៊ូមឬក៏ familiarity ខួរក្បាលរបស់យើងច្រើនតែច្រឡំរវាងភាពស៊ូមនិងការពិតផង់សម្ដីលោក Joseph Goebbels លោកធ្លាប់ពោលថាពាក្យកុហកដែលនិយាយបាន1000ដងវានឹងคล้ายទៅជាការពិតឧទាហរណ៍ក្នុងជីវភាពរស់នៅការផ្សាយពាណិជ្ជកម្មគេចាក់ដដែលថាផលិតផលនេះឡោលេខ1រហូតដល់អ្នកជឿតាមទោះបីមិនទាន់ប្រើក៏ដោយព័ត៌មានคล้ายៗឬ fake news នៅលើបណ្ដាញសង្គមនៅពេលរឿងមិនពិតមួយត្រូវបាន share បន្តគ្នាខ្លាំងពេកមនុស្សនឹងឈប់ឆែកប្រភពហើយជឿតែម្ដងការបង្ខូចគេឈ្មោះបើគេនិយាយអាក្រក់ពីមនុស្សម្នាក់ដដែលមនុស្សជុំវិញខ្លួននឹងចាប់ផ្ដើមមើលឃើញមនុស្សនោះអាក្រក់មែនគ្រោះថ្នាក់នៃបាតុភូតនេះឬក៏ the dangers វាធ្វើឲ្យយើងបាត់បង់ម្ចាស់ការលើការគិតពិចារណាឬក៏ critical thinking វាបង្កើតឲ្យមានការរើសរៀងនិងការយល់ច្រឡំក្នុងសង្គមវាងាយនឹងធ្វើឲ្យយើងក្លាយជាឧបករណ៍របស់អ្នកនយោបាយឬក៏អ្នកបោកប្រាស់វិធីការពារខ្លួនឈប់បន្តិចមុននឹងជឿសួរខ្លួនឯងថាតើខ្ញុំជឿរឿងនេះដោយសារវាមានភស្តុតាងច្បាស់ឬក៏ដោយសារខ្ញុំឮវាច្រើនដងផ្ទៀងផ្ទាត់ប្រភពកុំជឿតាមតែការនិយាយតគ្នាឬក៏ការ share ច្រើនពេកពង្រឹងការរិះគិតរៀនមើលទិន្នន័យជាក់ស្ដែងជាជាងមើលតាមអារម្មណ៍ស៊ូមមានរឿងមិនពិតជាច្រើនដែលយើងជឿសុបថាវាជាការពិតមិនមែនមកពីវាមានភស្តុតាងច្បាស់លាស់ទេប៉ុន្តែគឺមកពីយើងឮវាញឹកញាប់ពេកឬរហូតដល់ខួរក្បាលរបស់យើងឈប់សង្ស័យឬរហូតដល់យើងមានអារម្មណ៍ថាវាជាចំណេះដឹងទូទៅក្នុងចិត្តវិទ្យាគេហៅបាតុភូតនេះថា illusory truth effect ឬឥទ្ធិពលនៃការពិតបំភ្លាន់វាជាអាវុធដ៏មានឥទ្ធិពលបំផុតនៃអ្នកផ្សាយពាណិជ្ជកម្មអ្នកនយោបាយហើយណែតែសម្បីតែអ្នកដែលចង់បង្ខូចគេឈ្មោះអ្នកដទៃផងបញ្ជាក់បន្ថែមពីចំណុចខាងលើដើម្បីយល់ច្បាស់និងពង្រីកសេចក្តីសូមបង្ហាញនៅបញ្ហាទាក់ទងនឹងរឿងបដិវត្តពណ៌បដិវត្តពណ៌មិនមែនជាសង្គ្រាមប្រើអាវុធក្រៅកគុកទេប៉ុន្តែវាគឺជាយុទ្ធសាស្ត្រអំណាចទន់ឬក៏ soft power ដែលមានគោលដៅផ្លាស់ប្ដូររដ្ឋបាលតាមរយៈការបោះបោកនៃប្រជាជនខំលេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្សតើមានដៃគូនៅពីក្រោយរឿងនេះដែរទេតើអ្វីទៅជាបដិវត្តពណ៌បដិវត្តពណ៌គឺជាពាក្យដែលគេប្រើសម្រាប់ហៅចលនាបោះបោកដែលមិនប្រើអាវុធឬក៏ non-violent resistance ដើម្បីផ្លាស់ប្ដូរអ្នកដឹកនាំដែលមិនស្របតាមនរណាលោកខាងលិចភាគច្រើនគេប្រើពណ៌ឬក៏ផ្កាជាសញ្ញាសម្គាល់យុទ្ធសាស្ត្រនេះភាគច្រើនដកស្រង់ពីទ្រឹស្ដីរបស់លោក Gene Sharp ដែលមាន198វិធីសាស្ត្រក្នុងការតស៊ូអហិង្សាក៏ការជ្រៀតជ្រួលតាមរយៈ NGO បរទេសផ្ដល់ជំនួយដល់អង្គការក្រៅរដ្ឋបាលនៅក្នុងស្រុកដើម្បីបណ្ដុះបណ្ដាលយុវជនអំពីសិទ្ធិស៊ីវិលនិងបច្ចេកទេសតវ៉ាក៏ត្បង់ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបង្កើតបណ្ដាញព័ត៌មានឯករាជ្យមួយឬប្រើប្រាស់ social media ដើម្បីវាយប្រហារចំណុចខ្សោយរបស់រដ្ឋបាលអំពើពុករលត់សេដ្ឋកិច្ចធ្លាក់ចុះខុសត្បង់ការបង្កើតព្រឹត្តិការណ៍បង្កហេតុភាគច្រើនកើតឡើងនៅពេលដែលបោះឆ្នោតនៅពេលលទ្ធផលបោះឆ្នោតចេញមកគេនឹងចោទប្រកាន់ភ្លាមថាមានការលួចបន្លំទោះបីជាមានភស្តុតាងច្បាស់លាស់ក៏ដោយដើម្បីដុតបញ្ឆេះកំហឹងមហាជនបោះត្បង់មួយទៀតការធ្វើបាតកម្មទ្រង់ទ្រាយធំការប្រើប្រាស់សញ្ញាសម្គាល់រួមដូចជាអាយពណ៌ដដែលៗដើម្បីបង្ហាញពីភាពឯកភាពការប្រើប្រាស់យុទ្ធសាស្ត្រផ្កាបង្រៀនបាតកោឲ្យយកផ្កាទៅដាក់លើកំភ្លើងប៉ូលីសដើម្បីទាក់ទាញការអាណិតអាសូរពីអន្តរជាតិនិងធ្វើឲ្យកម្លាំងសមត្ថកិច្ចរារាយចិត្តមិនហ៊ានបង្ក្រាបការលូកដៃតួនាទីរបស់បរទេសពិសេសដើម្បីធ្វើឲ្យចលនាបោះបោកនេះមានភាពងាយស្រួលបំផុតការគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈស្ថាប័នដូចជា NED National Endowment for Democracy ឬក៏ USAID ដើម្បីជួយដល់ក្រុមប្រឆាំងសម្ពាធការទូតបរទេសនឹងគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រសិនបើរដ្ឋបាលប្រើកម្លាំងបង្ក្រាបបាតុករការទទួលស្គាល់អន្តរជាតិប្រព័ន្ធផ្សព្វផ្សាយយក្សដូចជា CNN ឬ BBC ជាដើមនឹងផ្សាយតែរូបភាពអំពើហិង្សារបស់រដ្ឋបាលដើម្បីធ្វើឲ្យពិភពលោកមើលឃើញថារដ្ឋបាលនោះជាជនផ្ដាច់ការផលពិបាកក្រោយបដិវត្តឬក៏ the aftermath តើបដិវត្តពណ៌ផ្ដល់ផលល្អជានិច្ចឬទេវិបត្តិសេដ្ឋកិច្ចការធ្វើបាតកម្មអូសបន្លាយធ្វើឲ្យវិនិយោគតរត់អិនអស្ថិរភាពនយោបាយប្រទេសខ្លះធ្លាក់ចុះក្នុងសង្គ្រាមស៊ីវិលដូចជាលីប៊ីឬស៊ីរីឬបាត់បង់ទឹកដីដូចជាអ៊ុយក្រែនការបាត់បង់ឯករាជ្យភាពរដ្ឋបាលថ្មីដែលឡើងកាន់អំណាចច្រើនតែជំពាក់គុណបរទេសដែលជួយពីក្រោយខ្នងសេចក្តីសន្និដ្ឋានបដិវត្តពណ៌អាចមើលទៅដូចជាចលនាដណ្ដើមសិទ្ធិសេរីភាពប៉ុន្តែវាក៏ជាអាវុធភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់មួយដែលមហាអំណាចប្រើដើម្បីពង្រីកឥទ្ធិពលការយល់ដឹងអំពីយុទ្ធសាស្ត្រនេះជួយឲ្យយើងចេះវិភាគព័ត៌មានដោយត្រិះត្រិះនិងការពារសន្តិសុខជាតិការពិតនៅតែជាការពិតទោះបីជាមិនមានអ្នកជឿពាក្យកុហកនៅតែជាពាក្យកុហក
ตัวใบจีมนุษย์เป็นពិភពលោកជឿក៏ដោយคงមិនដោយឲ្យការលឺដដែលមកគ្រប់គ្រងខួរក្បាលរបស់អ្នកបានជាចុងក្រោយសូមចងចាំថាការពិតមិនមែនកំណត់ដោយចំនួនអ្នកជឿឬចំនួនដងដែលគេនិយាយនោះទេការចេះវិភាគនិងការស្វែងរកការពិតដោយខ្លួនឯងគឺជាអាវុធល្អបំផុតដើម្បីការពារការគិតរបស់អ្នកនៅក្នុងសម័យកាលដែលមានព័ត៌មានបំពុលច្រើនបែបនេះបើសិនអ្នកគិតថាវីដេអូនេះមានប្រយោជន៍ហើយចង់ឲ្យមិត្តភ័ក្តិឬមនុស្សជាទីស្រឡាញ់របស់អ្នកបានដឹងពីល្បិចចិត្តវិទ្យានេះដែរសូមកុំភ្លេចចុច share ម្នាក់មួយផងហើយបើអ្នកមិនចង់រំលងនៅចំណេះដឹងចិត្តវិទ្យានិងអត្ថកំបាំងនៃការរស់នៅប្លែកៗបែបនេះទេសូមចុច like និង subscribe រួចដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំមុនគេតើអ្នកធ្លាប់ឮពាក្យកុហកណាមួយដែលគេនិយាយរហូតដល់អ្នកជឿសរសេរប្រាប់ខ្ញុំនៅ comment ផងខ្ញុំនឹងតាមដានអានគ្រប់នាទីរបស់អ្នកទាំងអស់សូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយជម្រាបលា